ตัวบองប្អូនជាកសិករទាំងអស់បាទផងដែរនេះថ្ងៃនេះមានអីកាពីដំណាំទេប៉ុន្តែយើងផ្ដោតទៅលើដំណាំទ្របហើយអ្វីដែលយើងក៏សម្គាល់គឺបញ្ហាពួកសត្វល្អិតដែលវាតែងតែមកយីដូចជាបំផ្លាញដំណាំរបស់បងប្អូនកសិករយើងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅជួយបណ្ឌិតទាំងអស់គ្នាថាជាប្រភេទសត្វល្អិតអីណាអញ្ចឹងប្រភេទសត្វល្អិតហ្នឹងពីច្រើនមានពួករុយសក៏ដូចជាមមាបៃតងហើយវាអត់បាននៅលើផ្នែកខាងលើនៃស្លឹកទេពីច្រើនគឺវានៅខាងក្រោមផ្នែកខាងក្រោមណាបាទនេះបងប្អូនឃើញមួយសនេះនេះជាពពួករុយសហើយវាអាចនឹងមានច្រើនអាស្រ័យទៅលើការថែទាំរបស់បងប្អូននេះជាអ្វីដែលវាទៅចូលទេណាវាទៅចាប់ផ្ដើមចូលហើយពេលដែលវាបំផ្លាញនេះជារោគសញ្ញាដែលវាមកហ្នឹងគឺមកជញ្ជក់រករស់ឬក៏សារធាតុចិញ្ចឹមរបស់ដំណាំធ្វើឲ្យការលូតលាស់របស់វាមិនល្អធ្វើឲ្យស្លឹកហ្នឹងចាប់ដើមរលាកក្រហមលឿងចេះហើយនឹងរួញបាទហើយយើងមើលទៅក្រោមវាបាទអញ្ចឹងវាមាននេះមានទាំងពីរមានពពួកមាសបៃតងក៏មានរុយសក៏មានបាទអញ្ចឹងករណីនេះយើងអាចប្រើប្រភេទទឹកធ្យូងជីវៈដែលជាប្រភេទថ្នាំធម្មជាតិវាមានតួនាទីក្នុងការបណ្ដេញក៏ដូចជាសម្លាប់ពពួកសត្វល្អិតបែបនេះផងដែរអញ្ចឹងបងប្អូនអាចសាកល្បងបានណាបាទខ្ញុំមានប៉ុណ្ណឹង